Adrian Carton David តបដែលមិនចេះស្លាប់ Carton David គឺជាវីរៈបុរសសង្គ្រាមភ្នែកម្ខាងដៃម្ខាងដែលបានប្រយុទ្ធក្នុងជម្លោះធំចំនួន3ក្នុងរយៈពេល6ទសវត្សរ៍ដោយគាត់រួចរស់មានជីវិតពីការធ្លាក់យន្តហោះនិងពីជំរំអ្នកទោសសង្គ្រាមផងដែរ Carton David បានចូលរួមនៅក្នុងសង្គ្រាម Boer ដែលជាសង្គ្រាមអង់គ្លេសនៅអាហ្វ្រិកខាងត្បូងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ដំណើរជីវិតនៅក្នុងសង្គ្រាមនោះគាត់ត្រូវបានគេបាញ់ចំមុខបាត់បង់ភ្នែកខាងឆ្វេងហើយក៏ត្រូវបានបាញ់ចំលលាក្បាលត្រគាកជើងកជើងនិងត្រចៀកផងដែរនៅក្នុងសង្គ្រាមលោកលើកទី1គាត់ត្រូវបានរងរបួសយ៉ាងធ្ងន់ធ្ងរចំនួន8ដងដោយបានបាត់បង់ភ្នែកនិងដៃក្នុងសមរភូមិ Carton David ក៏ត្រូវបានគេឃើញផ្ទាល់នឹងភ្នែកថាគាត់បានទាញគ្រាប់បែកដៃចេញដោយធ្មេញរបស់គាត់ហើយគប់គ្រាប់បែកនោះដោយដៃម្ខាងរបស់គាត់ទៅភាគីម្ខាងទៀតនិងទទួលបានជ័យជំនះក្នុងសមរភូមិផងដែរប្រវត្តិវិទូនៅសម័យសង្គ្រាមលោកលើកទី1 Timothy Bowman បង្ហាញនូវការយល់ឃើញនិងជំនឿចិត្តរបស់ខ្លួនថាវីរៈភាពនិងគំរូរបស់ Carton David គឺអស្ចារ្យជាងទេវកថាមួយចំនួនទៀតនិងជាវីរៈភាពដែលមានលំដាប់ខ្ពស់ជាទីបំផុតទោះបីជាគាត់ជាទាហានដែលមានស្លាកស្នាមរបួសច្រើនជាងគេបំផុតជាប្រវត្តិសាស្ត្រនៃកងទ័ពអង់គ្លេសក្នុងសមរភូមិសង្គ្រាមក៏ដោយក៏គាត់បានសរសេរនៅក្នុងជីវប្រវត្តិរបស់គាត់ថានិយាយត្រង់ទៅខ្ញុំរីករាយនឹងសង្គ្រាមគាត់កើតនៅក្នុងគ្រួសារអភិជនមួយនៅទីក្រុងប្រុយសែលនៅថ្ងៃទី5ខែឧសភាឆ្នាំ1880នៅឆ្នាំ1881គាត់ត្រូវបានបញ្ជូនទៅសាលានៅអង់គ្លេសនិងបន្តការសិក្សាច្បាប់នៅ Oxford នៅឆ្នាំ1899គាត់បានឃើញឱកាសដើម្បីពិសោធន៍រសជាតិសង្គ្រាមដំបូងបំផុតរបស់គាត់បានបោះបង់ចោលនៅការសិក្សានិងបានចាកចេញទៅអាហ្វ្រិកខាងត្បូងដើម្បីបម្រើជាកងទ័ពនៅក្នុងជួរកងទ័ពអង់គ្លេសក្នុងសង្គ្រាម Boer ទី2នៅពេលនោះដោយសារតែគាត់មានអាយុក្រោមទាហាននិងមិនមានការយល់ព្រមពីឪពុកម្ដាយគឺមិនត្រូវបានឲ្យអនុញ្ញាតឲ្យចូលធ្វើជាទាហានឡើយតែគាត់ក៏បានថ្លែងអាយុរបស់គាត់ឲ្យទៅជា25ឆ្នាំហើយបានចុះឈ្មោះជាទាហានក្រោមឈ្មោះคล้ายៗនៅក្នុងការហ្វឹកហាត់ដ៏តឹងរ៉ឹងក៏ដូចជាសមរភូមិដ៏ក្តៅកគុកបើទោះបីជាគាត់បានខិតខំប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏គាត់ទទួលរងរបួសដោយគ្រាប់កាំភ្លើងត្រង់ពោះនិងក្រលៀនតម្រូវឲ្យត្រឡប់ទៅប្រទេសអង់គ្លេសវិញបើទោះបីជាគាត់នៅតែមានឆន្ទៈមោះមុតយ៉ាងណាក៏ដោយតែក៏តម្រូវឲ្យគាត់រងចាំជាង1ទសវត្សរ៍ដើម្បីមានបទពិសោធន៍ក្នុងសកម្មភាពជួរមុខបន្ថែមទៀតនៅក្នុងការផ្ទុះនៃសង្គ្រាមលោកលើកទី1នៅក្នុងខែវិច្ឆិកាឆ្នាំ1914 Carton David ត្រូវបានគេទទួលស្គាល់ជាទូទាំងចក្រភពអង់គ្លេសកំពុងបម្រើការជាមួយនឹងកងកម្លាំងជំនួយអាណានិគមអង់គ្លេសដោយប្រយុទ្ធជាមួយនឹងកងកម្លាំងនៃរដ្ឋ Davis រដ្ឋ Davis គឺជារដ្ឋដែលត្រូវបានបង្កើតឡើងដោយមេដឹកនាំសាសនាអ៊ីស្លាមមូហាម៉េតអាឌុលឡាហាសាន់ដែលបានប្រមូលផ្ដុំទាហានឆ្លងកាត់ទ្វីបអាហ្វ្រិកដែលជាប្រទេសសូម៉ាលីបច្ចុប្បន្នជាថ្មីម្ដងទៀតនៅពេលវាយប្រហារទៅលើបន្ទាយសត្រូវគាត់ត្រូវបានបាញ់ចំដៃចំមុខបាត់បង់ភ្នែកឆ្វេងនិងត្រចៀកមួយផ្នែកផងដែរ Lord Ismay ជាដៃគូជាមួយនឹង Carton David ក្នុងប្រទេសសូម៉ាលីនៅពេលនោះបានថ្លែងនៅក្នុងឆ្នាំ1964អំពីរឿងរ៉ាវនៅពេលនោះថានៅពេលដែល Carton David ត្រូវគ្រាប់នោះស្ថានភាពគាត់គឺអាក្រក់ខ្លាំងក្រុមគ្រូពេទ្យមិនអាចជួយអ្វីបានទេព្រោះគ្រាប់កាំភ្លើងត្រូវចំភ្នែករបស់គាត់ហើយអ្វីដែលយើងអាចធ្វើបានគឺទុកគាត់ជាមួយនឹងយើងជាប់ជានិច្ចយើងបានឃើញពីភាពឈឺចាប់របស់គាត់នៅពេលនោះយ៉ាងខ្លាំងហើយនៅពេលនោះហើយដែលបង្ហាញអំពីឆន្ទៈតស៊ូសង្គ្រាមមិនអាចកាត់ថ្លៃបានរបស់ Carton David ប៉ុន្តែបើទោះបីជាការឈឺចាប់បែបនេះក្តីខ្ញុំជឿជាក់ថាគាត់បានចាត់ទុកការបាត់បង់ភ្នែកម្ខាងរបស់គាត់ថា
ជាពរជ័យមួយព្រោះវាអនុញ្ញាតឲ្យគាត់ចេញពីប្រទេសសូម៉ាលីទៅកាន់ទ្វីបអឺរ៉ុបដែលគាត់គិតថាជាសកម្មភាពសង្គ្រាមសង្គ្រោះពិតប្រាកដយ៉ាងណាគាត់ក៏បានត្រឡប់ទៅប្រទេសអង់គ្លេសវិញដើម្បីព្យាបាលនៅមណ្ឌលថែទាំមួយនៅទីក្រុង Parkland ប៉ុន្តែគាត់ក៏ត្រូវបានត្រឡប់មកកន្លែងដដែលនេះវិញដើម្បីចូលរួមបន្តសង្គ្រាមនៅប្រទេសសូម៉ាលីព្រោះវត្តមានរបស់គាត់គឺនៅតែជាតម្រូវការដដែលក្រោយមកគាត់ក៏បានជាសះស្បើយពីរបួសទាំងនេះគាត់ក៏បានទទួលកែវភ្នែកថ្មីប៉ុន្តែអារម្មណ៍របស់គាត់គឺមិនសូវជាស្និទ្ធជាមួយនឹងកែវភ្នែកថ្មីរបស់គាត់ឡើយមិនយូរប៉ុន្មានគាត់ក៏ត្រូវបានបញ្ជូនទៅ Ypres ក្នុងខែឧសភាឆ្នាំ1915នៅក្នុងកំឡុងសមរភូមិទី2នៃ Ypres ក៏ជាពេលដែល Carlton David ត្រូវបានបាត់បង់ដៃឆ្វេងម្ខាងដោយសារតែទាហានអាល្លឺម៉ង់បាញ់យោងតាមសៀវភៅជីវប្រវត្តិរបស់គាត់ចំណងជើងថា Happy Odyssey បញ្ជាក់ថានៅពេលនោះគ្រូពេទ្យបានបដិសេធការកាត់ម្រាមដៃរបស់គាត់ចោលតែគាត់ក៏បានហែកម្រាមដៃចំនួន2របស់គាត់តែម្ដងដៃឆ្វេងរបស់គាត់ទាំងមូលត្រូវបានកាត់ចេញដោយគ្រូពេទ្យវះកាត់នៅចុងឆ្នាំ1915នោះ Colonel Thomas O'Donnell ដែលជាអ្នកបម្រើការនៅប្រទេសអាហ្គានីស្ថានក្នុងកងវរៈសេនីយ៍តូចទី1 Scott Guard និយាយថារឿងដែល Carlton David យកឈ្នះលើការឈឺចាប់នៃរបស់គាត់និងពិការភាពរបស់គាត់គឺជាការបំផុសគំនិតនិងជាគំរូវីរភាពដែលត្រូវតែគោរពដែល O'Donnell មិននឹកស្មាននិងមិនយល់សោះថាគាត់អាចគ្រប់គ្រងវាបានបែបនេះO'Donnell បន្ថែមថាទាហានដូចជា Carlton David គឺជាគំរូពិតសម្រាប់កងទ័ពដែលកំពុងតែបម្រើការសពថ្ងៃហើយរឿងដែលគួរឲ្យសោកស្ដាយបំផុតនោះគឺការលះបង់ដោយច្រើនលើសលប់របស់គាត់បែរជាមិនសូវមានអ្នកដឹងទៅវិញនៅក្នុងនាមជាកងទ័ពដូចគ្នាខ្លួនដឹងច្បាស់ណាស់អំពីការត្រូវរបួសក្នុងសមរភូមិសង្គ្រាមខណៈគាត់ក៏ត្រូវរបួសមិនតិចដែរបន្ទាប់ពីរយៈពេលនៃការជាសះស្បើយឡើងវិញម្ដងទៀតCarlton David បានបញ្ចុះបញ្ចូលក្រុមប្រឹក្សាវិទ្យាសាស្ត្រថាគាត់សមនឹងការប្រយុទ្ធហើយគាត់អាចប្រយុទ្ធបន្តទៀតដើម្បីក្រុមគ្រូពេទ្យអនុញ្ញាតឲ្យគាត់ចូលប្រយុទ្ធនៅក្នុងឆ្នាំ1916គាត់ត្រូវបានតែងតាំងឲ្យកាន់កាប់កងវរៈសេនីយ៍តូចទី8កងវរៈសេនីយ៍ធំ Gloucestershire នៅសូមេវត្តមានរបស់គាត់នៅក្នុងការដឹកនាំកងវរៈសេនីយ៍តូចនិងកងវរៈសេនីយ៍ធំខណៈដែលភ្នែករបស់គាត់មួយចំហៀងបិទបាំងដោយបំណាស់ភ្នែកគាត់មិនមានដៃតែមានពុកមាត់ដែលគួរឲ្យទាក់ទាញនិងភាពក្លាហានរបស់គាត់បានធ្វើឲ្យអ្នកនៅក្រោមបង្គាប់ប្រតិបត្តិតាមនិងគោរពតាមយ៉ាងខ្ជាប់ខ្ជួនក៏ជាការជួយសម្រាលនៅការភ័យខ្លាចរបស់ពួកគេមួយចំនួនផងដែរនៅក្នុងសមរភូមិសង្គ្រាមដ៏ក្តៅគគុកការប្រយុទ្ធដើម្បី La Rochelle ត្រូវបានផ្លាស់ប្ដូរទៅមកគ្រានោះដែរមេបញ្ជាការ3អ្នកផ្សេងទៀតត្រូវបានស្លាប់ដែលតម្រូវឲ្យ Carlton David តែម្នាក់ឯងបានដឹកនាំនិងគ្រប់គ្រងអង្គភាពដែលកំពុងប្រយុទ្ធនៅក្នុងសមរភូមិជួរមុខតទល់ជាមួយនឹងសត្រូវយ៉ាងណាមិញផ្លែផ្កាដែលគាត់បានខិតខំប្រឹងប្រែងតស៊ូលះបង់គ្រប់បែបយ៉ាងរបស់គាត់ធ្វើឲ្យគាត់បានទទួលនៅពានរង្វាន់ Victoria Cross ដែលជាពានរង្វាន់យោធាអង់គ្លេសខ្ពស់បំផុតនៃភាពក្លាហានសម្រាប់សកម្មភាពរបស់គាត់នៅ La Rochelle អ្វីដែលគេកត់សម្គាល់នោះសមិទ្ធផលរបស់គាត់ទាំងអស់មិនត្រូវបានលើកឡើងដោយគាត់ខ្លួនឯងឡើយនៅក្នុងសៀវភៅប្រវត្តិសាស្ត្ររបស់គាត់ដែលសរសេរដោយគាត់ផ្ទាល់ក្រោយបញ្ចប់សង្គ្រាមលោកលើកទី1 Carlton David រស់នៅប្រទេសអង់គ្លេសប៉ុន្តែអាជីពជាទាហានជាយោធារបស់គាត់នៅមិនទាន់ចប់នៅឡើយនោះទេនៅពេលដែលសង្គ្រាមលោកលើកទី2បានផ្ទុះឡើងគាត់បានដឹកនាំយុទ្ធនាការមួយនៅប្រទេស Norwest ក្នុងឆ្នាំ1940ហើយបានឈរជើងរយៈពេលខ្លីនៅក្នុងប្រទេសអៀកឡង់ខាងជើងនៅខែមេសាឆ្នាំ1941គាត់ត្រូវបានគេបញ្ជូនឲ្យទៅបំពេញបេសកកម្មយោធារបស់ចក្រភពអង់គ្លេសនៅយូហ្គោស្លាវីប៉ុន្តែយន្តហោះរបស់គាត់ត្រូវបានបាញ់ទម្លាក់ធ្លាក់ចូលទៅក្នុងសមុទ្រ Mediterranean បន្ទាប់ពីហែលទឹកដល់ច្រាំងគាត់ក៏ត្រូវបានជនជាតិអ៊ីតាលីចាប់បាន
បើទោះបីជាគាត់ស្ថិតនៅក្នុងអាយុ60ឆ្នាំក៏ដោយគាត់ក៏បានព្យាយាមជាច្រើនដើម្បីគេចវេះពីជំរំអ្នកទោសសង្គ្រាមជាច្រើនដងប៉ុន្តែមិនអាចគេចផុតឡើយបន្ទាប់ពី2ឆ្នាំទីបំផុតគាត់ក៏ត្រូវបានដោះលែងហើយត្រូវបានបញ្ជូនទៅប្រទេសចិនដោយ Winston Churchill ដើម្បីធ្វើជាតំណាងផ្ទាល់ខ្លួនរបស់គាត់ទៅកាន់មេដឹកនាំជាតិនិយម Chiang Kai-shek ដែលជាមុខតំណែងដែលគាត់កាន់កាប់រហូតដល់ឆ្នាំ1946នៅពេលចូលនិវត្តន៍គាត់ក៏បានតាំងលំនៅនៅ County Cork ដោយចំណាយពេលជាអ្នកនេសាទត្រីបើទោះបីជាសង្គ្រាមដ៏ក្តៅគគកត្រូវរបួសសោះសាច់ធ្ងន់ធ្ងរប៉ុណ្ណាក៏ដោយក៏នៅតែមិនអាចយកជីវិតរបស់គាត់បានដែរប៉ុន្តែអ្វីមិនទៀងឡើយគាត់ចាស់ឈឺស្លាប់ជារឿងធម្មតាគាត់ក៏បានទទួលមរណភាពដោយសន្តិភាពជាទីបំផុតនៅឆ្នាំ1963ក្នុងជន្មាយុ83ឆ្នាំ